ជំរាបសួរលោកគ្រូអ្នកគ្រូព្រមទាំងបងប្អូនសិស្សានុសិស្សទាំងអស់គ្នានៅក្នុងថ្ងៃនេះលោកគ្រូនឹងមកធ្វើចម្លើយនៅក្នុងវិញ្ញាសាទី14ជាវិញ្ញាសាសម្រាប់ត្រៀមប្រឡងបាក់ឌុបនៅក្នុងឆ្នាំ2025ដែលការប្រឡងនឹងមកដល់នាពេលឆាប់ៗនេះបាទតោះឥឡូវយើងទាំងអស់គ្នាចាប់ផ្ដើមចូលទៅក្នុងផ្នែកវិញ្ញាសារបស់យើងនៅក្នុងវិញ្ញាសាទី14ចឹងនៅក្នុងវិញ្ញាសាទី14នៅក្នុងសំណួររម៉ាំងទី1សំណួររម៉ាំងទី1យើងមាន2សំណួរគឺក្នុងសំណួរទី1សំណួរសួរថាតើរសជាតិគឺជាអ្វីអញ្ចឹងរសជាតិយើងឆ្លើយថារសជាតិគឺជាសារធាតុគីមីដែលមាននៅក្នុងអាហារបន្លែផ្លែឈើឬភេសជ្ជៈបន្តមកទៀតសំណួរសួរថាហើយរសជាតិសំខាន់នៃអណ្ដាតមានអ្វីខ្លះអញ្ចឹងយើងឆ្លើយថារសជាតិសំខាន់នៃអណ្ដាតមានចំនួន4គឺផ្អែមប្រៃជូរនិងល្វីងបន្តមកទៀតនៅក្នុងសំណួរទី2សំណួរសួរថាចូលរៀបរាប់ពីទីតាំងនៃរសជាតិទាំង4របស់អណ្ដាតអញ្ចឹងនៅក្នុងសំណួររម៉ាំងទី2នេះសូមបងប្អូនអរគ្នាទៅមើលចម្លើយនៅក្នុងវិញ្ញាសាទី13នៅក្នុងរម៉ាំងទី1បាទលោកគ្រូបានធ្វើការបកស្រាយទៅលើចម្លើយនៅក្នុងរម៉ាំងទី2តូចនេះហើយឥឡូវយើងចាប់ផ្ដើមចូលសំណួរនៅក្នុងសំណួររម៉ាំងទី2នៅក្នុងសំណួររម៉ាំងទី2គឺមាន2សំណួរនៅក្នុងសំណួរទី1សួរថាតើខួរចង្ក្នងកើតឡើងពីសារធាតុអ្វីខ្លះអញ្ចឹងនៅក្នុងខួរចង្ក្នងយើងឆ្លើយថាកើតឡើងពីសារធាតុដូចជាស្រទាប់ក្រៅបង្អស់នៃខួរចង្ក្នងជាសារធាតុសចំណែកឯស្រទាប់ខាងក្នុងនៃខួរចង្ក្នងគឺជាសារធាតុប្រផេះអញ្ចឹងនៅក្នុងខួរចង្ក្នងមានសារធាតុ2គឺស្រទាប់ខាងក្រៅបង្អស់ជាសារធាតុសនិងស្រទាប់ខាងក្នុងគឺជាសារធាតុប្រផេះបន្តមកទៀតនៅក្នុងសំណួរទី2គឺសួរថាតើសារធាតុប្រផេះនិងសារធាតុសកើតឡើងពីអ្វីអញ្ចឹងយើងឆ្លើយថាសារធាតុប្រផេះកើតពីអន្ត្រណឺរ៉ូននិងតួកោសិកានៃនឺរ៉ូនចលករសារធាតុប្រផេះកើតពីអន្ត្រណឺរ៉ូននិងតួកោសិកានៃនឺរ៉ូនចលករហើយសារធាតុសកើតពីភិបរបស់អាសូនហើយសារធាតុសកើតពីភិបរបស់អាសូនបាទអញ្ចឹងយើងចប់សំណួរទី1តូចយើងចូលសំណួរទី2សំណួរទី2សំណួរសួរថាតើខួរចង្ក្នងស្ថិតនៅកន្លែងណាហើយតើខួរចង្ក្នងមានសារៈសំខាន់ដែរឬទេហេតុអ្វីអញ្ចឹងនៅក្នុងសំណួរនេះលោកគ្រូឆ្លើយថាខួរចង្ក្នងស្ថិតនៅក្នុងប្រហោងឆ្អឹងកងខ្នងខួរចង្ក្នងស្ថិតនៅក្នុងប្រហោងឆ្អឹងកងខ្នងអញ្ចឹងបន្តទៅទៀតសំណួរបន្តគេសួរថាតើខួរចង្ក្នងមានសារៈសំខាន់ដែរឬទេហេតុអ្វីបាទអញ្ចឹងនៅក្នុងសំណួរនេះយើងដឹងហើយថាខួរចង្ក្នងពិតជាមានសារៈសំខាន់អញ្ចឹងបងប្អូនមុននឹងយើងធ្វើការទៅលើតាក់ទងជាមួយនឹងសរសៃប្រសាទនៃប្រព័ន្ធប្រសាទរបស់មនុស្សយើងអញ្ចឹងនៅក្នុងប្រព័ន្ធប្រសាទរបស់មនុស្សយើងចែកចេញជាពីរផ្នែកគឺមានមជ្ឈមណ្ឌលប្រសាទទី2គឺមានបរិមណ្ឌលប្រសាទហើយនៅក្នុងមជ្ឈមណ្ឌលប្រសាទចែកចេញជាខួរក្បាលនិងខួរចង្ក្នងហើយនៅក្នុងខួរក្បាលបើយើងរៀបរាប់គឺមានខួរធំខួរតូចខួរកញ្ចឹងកហើយបន្តមកទៀតចំណែកឯបរិមណ្ឌលប្រសាទវិញគឺចាប់ពីកកយើងចុះមកខាងក្រោមរហូតដល់ចុងជើងនៃសារពាង្គកាយរបស់មនុស្សយើងថាវាជាបរិមណ្ឌលប្រសាទដែលយើងនិយាយថាបរិមណ្ឌលប្រសាទគឺជាសរសៃប្រសាទទាំងអស់ដែលលាតសន្ធឹងនៅខាងក្រៅមជ្ឈមណ្ឌលប្រសាទបើមជ្ឈមណ្ឌលប្រសាទយើងរាប់ទៅគឺចាប់ពីខួរចង្ក្នងរបស់យើងកហើយរហូតដល់ផ្នែកខួរក្បាលរបស់យើងបាទអញ្ចឹងលោកគ្រូចាប់ផ្ដើមធ្វើការឆ្លើយទៅលើសំណួរទី2សំណួរគេសួរថាតើខួរចង្ក្នងមានសារៈសំខាន់ដែរឬទេហេតុអ្វីអញ្ចឹងគ្រូឆ្លើយថាខួរចង្ក្នងមានសារៈសំខាន់ណាស់ពីព្រោះអញ្ចឹងមានលោកគ្រូរាយជាចំណុចតូចមកវាមាន
3 ចំណុចសំខាន់ទី1វាភ្ជាប់សរសៃប្រសាទនៃបរិមណ្ឌលប្រសាទទៅនឹងខួរក្បាលវាភ្ជាប់សរសៃប្រសាទនៃបរិមណ្ឌលប្រសាទទៅនឹងខួរក្បាលអញ្ចឹងមានន័យថាតកតងជាមួយនឹងសារពាង្គកាយរបស់យើងពីផ្នែកខាងក្រោមពីចុងជើងយើងរហូតមកដល់ផ្នែកនៃកករបស់យើងអានឹងយើងនិយាយទៅលើសរសៃប្រសាទនៃបរិមណ្ឌលប្រសាទហើយអញ្ចឹងវាភ្ជាប់សរសៃប្រសាទនៃបរិមណ្ឌលប្រសាទទៅនឹងខួរក្បាលគឺអាំងព្រុចចេញពីអញ្ចឹងគេនិយាយទៅលើព័ត៌មានដែលនឺរ៉ូនដឹកនាំតកតងជាមួយនឺរ៉ូនចំនួន3ទី1នឺរ៉ូនញញនាំទី2នឺរ៉ូនភ្ជាប់ទី3នឺរ៉ូនចលករអញ្ចឹងគេចង់និយាយថាតកតងជាមួយការដឹកនាំព័ត៌មានពីផ្នែកបរិមណ្ឌលប្រសាទទៅនឹងខួរក្បាលយ៉ាងដូចនេះដែរអញ្ចឹងមានន័យថាគឺអាំងព្រុចចេញពីនឺរ៉ូនញញនាំធ្វើចលនាតាមខួរចង្ក្នងគឺអាំងព្រុចចេញពីនឺរ៉ូនញញនាំធ្វើចលនាតាមខួរចង្ក្នងដោយឆ្លងកាត់នឺរ៉ូនភ្ជាប់ឆ្ពោះទៅកាន់នឺរ៉ូនចលករអញ្ចឹងលោកគ្រូសូមឆ្លើយម្ដងទៀតខួរចង្ក្នងពិតជាមានសារៈសំខាន់ណាស់ពីព្រោះមាន3ចំណុចទី1វាភ្ជាប់សរសៃប្រសាទនៃបរិមណ្ឌលប្រសាទទៅនឹងខួរក្បាលវាភ្ជាប់សរសៃប្រសាទនៃបរិមណ្ឌលប្រសាទទៅនឹងខួរក្បាលគឺអាំងព្រុចចេញពីនឺរ៉ូនវិញ្ញាណធ្វើចលនាតាមខួរចង្ក្នងដោយឆ្លងកាត់នឺរ៉ូនភ្ជាប់ឆ្ពោះទៅកាន់នឺរ៉ូនចលករអញ្ចឹងអានេះគឺចប់ទៅលើចំណុចទី1ដល់ពេលចំណុចទី2យើងនិយាយទៅលើព័ត៌មានបញ្ជូនបន្តអាំងព្រុចនេះធ្វើដំណើរតាមបរិមណ្ឌលប្រសាទទៅកាន់សាច់ដុំឬក្រពេញអាំងព្រុចនេះធ្វើដំណើរតាមបរិមណ្ឌលប្រសាទទៅកាន់សាច់ដុំឬក្រពេញអញ្ចឹងមានន័យថាព័ត៌មានដែលឆ្លងកាត់ខួរឆ្អឹងខ្នងរបស់យើងពីសរសៃប្រសាទនៅផ្នែកខាងសារពាង្គកាយខាងក្រោមរហូតដល់ផ្នែកខួរក្បាលហ្នឹងវាត្រូវធ្វើដំណើរចេញពីរាងកាយរបស់យើងខាងក្រៅហើយតកតងជាមួយការបញ្ជានៃសាច់ដុំផ្សេងៗនិងកពេញនៅក្នុងសារពាង្គកាយរបស់យើងនៅក្នុងសរីរាង្គខាងក្នុងហើយបន្ទាប់ទៀតតកតងជាមួយនឹងសាច់ដុំគឺមានសាច់ដុំដៃសាច់ដុំកពួនជើងបាទនៅក្នុងសារពាង្គកាយរបស់យើងអញ្ចឹងចំណុចទី3ម្យ៉ាងទៀតខួរចង្ក្នងត្រួតពិនិត្យរេផ្លិចខ្លះដែលជាដំណប់ស្វ័យប្រវត្តិម្យ៉ាងទៀតខួរចង្ក្នងត្រួតពិនិត្យរេផ្លិចខ្លះដែលជាដំណប់ស្វ័យប្រវត្តិបាទអញ្ចឹងលោកគ្រូបកស្រាយទៅលើសំណួរទី2រួចហើយរមាំងទី2រួចហើយយើងចាប់តាមចូលរមាំងទី3នៅក្នុងរមាំងទី3គេសួរថាតើត្រចៀកក្នុងមានសរីរាង្គអ្វីខ្លះតើត្រចៀកក្នុងមានសរីរាង្គអ្វីខ្លះអញ្ចឹងចាក់តងជាមួយត្រចៀកយើងរំលឹកឡើងវិញត្រចៀកចែកចេញជាត្រចៀកក្រៅត្រចៀកកណ្ដាលនិងត្រចៀកក្នុងអញ្ចឹងនៅក្នុងត្រចៀកក្នុងមានសរីរាង្គដូចជាមានសរីរាង្គចំនួន2ទី1គឺបំពង់រាងពុខ្យល់និងបំពង់រាងពាក់កណ្ដាលវងត្រចៀកក្នុងមានសរីរាង្គដូចជាបំពង់រាងពុខ្យល់និងបំពង់រាងពាក់កណ្ដាលវងបាទអញ្ចឹងនៅក្នុងសំណួរបន្តទៀតគេសួរថាតើបំពង់ទាំងពីរនេះមានលក្ខណៈយ៉ាងដូចម្តេចតើបំពង់ទាំងពីរមានលក្ខណៈដូចម្តេចគេចង់ឲ្យយើងបកស្រាយទៅលើលក្ខណៈរបស់បំពង់រាងពុខ្យល់ហើយមួយទៀតគេឲ្យបកស្រាយទៅលើលក្ខណៈរបស់បំពង់រាងពាក់កណ្ដាលវងអញ្ចឹងលោកគ្រូចាប់ដើមឆ្លើយទៅលើបំពង់មួយអញ្ចឹងបំពង់ទាំងពីរមានលក្ខណៈដូចជាអញ្ចឹងនៅក្នុងចំណុចទី1នេះក្នុងនៃបំពង់រាងពុខ្យល់នេះក្នុងនៃបំពង់រាងពុខ្យល់មានសតបកោសិកាធ្មូលដែលមានរោមល្អិតសតបកោសិកាធ្មូលដែលមានរោមល្អិតហើយផ្នែកក្នុងនៃបំពង់រាងពុខ្យល់ពេញដោយធាតុរាវអញ្ចឹងមានន័យថាលោកគ្រូសរុបឡើងវិញមានន័យថាផ្នែកក្នុងនៃបំពង់រាងពុខ្យល់ហ្នឹងវាមានរោមល្អិតហើយទៅទៀតពេញដោយធាតុរាវបាទបន្ទាប់ពីយើងឆ្លើយទៅលើនេះក្នុងបំពង់រាងពុខ្យល់
នៅសល់បំពង់រាងពាក់កណ្ដាលដំបងអញ្ចឹងបំពង់រាងពាក់កណ្ដាលដំបងមានរាងជារង្វង់3ដែលភ្ជាប់គ្នាទៅវិញទៅមកត្រង់មុំកែងនៃរង្វង់មួយផ្សេងទៀតបំពង់រាងពាក់កណ្ដាលដំបងមានរាងជារង្វង់3ដែលភ្ជាប់គ្នាទៅវិញទៅមកត្រង់មុំកែងនៃរង្វង់មួយផ្សេងទៀតបំពង់នេះពេញដោយធាតុរាវនិងមានស្ទប់កោសិកាដែលមានពន្លយឆ្មាបាទឥឡូវយើងចាប់ផ្ដើមចូលសំណួររមាំងទី4នៅក្នុងសំណួររមាំងទី4សំណួរសួរថាហេតុអ្វីបានជាមនុស្សភឿកមានស្បែកនិងរោមគ្មានពណ៌អញ្ចឹងនៅក្នុងសំណួររមាំងទី4យើងឆ្លើយថាបានជាមនុស្សភឿកមានស្បែកនិងរោមគ្មានពណ៌ពីព្រោះអញ្ចឹងលោកគ្រូបកស្រាយមាន3ចំណុចចំណុចទី1គឺដោយសារការផលិតជាតិពណ៌ត្រូវបានត្រួតពិនិត្យដោយសែនការផលិតជាតិពណ៌ត្រូវបានត្រួតពិនិត្យដោយសែនអញ្ចឹងអានេះគឺការផលិតជាតិពណ៌នៅស្បែកគឺត្រូវបានត្រួតពិនិត្យដោយសែនអវត្តមានសែនត្រួតពិនិត្យនៅការសំយោគរបស់អង់ស៊ីមផេណុលអុកស៊ីដាសសម្រាប់សំយោគអញ្ចឹងចំណុចទី2អវត្តមានសែនត្រួតពិនិត្យការសំយោគអង់ស៊ីមផេណុលអុកស៊ីដាសសម្រាប់សំយោគមានន័យថានៅក្នុងចម្លើយទី2គឺគ្មានការចូលរួមពីអង់ស៊ីមផេណុលអុកស៊ីដាសសម្រាប់សំយោគអញ្ចឹងមេឡានីនមិនមានដំណើរការជាហេតុធ្វើឲ្យការសំយោគមេឡានីនក៏មិនមានដែរអញ្ចឹងមេឡានីនមិនដំណើរការជាហេតុធ្វើឲ្យការសំយោគមេឡានីនមិនមានដែរបាទអញ្ចឹងអានឹងជាចម្លើយនៅក្នុងសំណួររមាំងទី4យើងចាប់ផ្ដើមចូលសំណួររមាំងទី5នៅក្នុងសំណួររមាំងទី5គេសួរថាតើផ្នែកណាដែលមាននីតិតម្រូវបប្រមាណនៃពន្លឺចូលទៅក្នុងភ្នែកសំណួរសួរថាតើផ្នែកណានៃក្របភ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែកអញ្ចឹងផ្នែកនៃក្របភ្នែកដែលតម្រូវបរិមាណនៃពន្លឺចូលទៅក្នុងភ្នែកគឺរុនប្រស្រីអញ្ចឹងយើងឆ្លើយថាហេតុអ្វីបានជារុនប្រស្រីជាផ្នែកមួយនៃក្របភ្នែកដែលតម្រូវបរិមាណពន្លឺចូលទៅក្នុងភ្នែកពីព្រោះប្រស្រីភ្នែកជាសាច់ដុំធ្វើឲ្យរុនប្រស្រីរីកធំឬរួមតូចបាទពីព្រោះប្រស្រីភ្នែកជាសាច់ដុំធ្វើឲ្យរុនប្រស្រីរីកធំឬរួមតូចដល់ពេលអញ្ចឹងយើងត្រូវបកស្រាយបន្ថែមទៀតតកតងជាមួយនឹងរុនប្រស្រីរីកធំឬរួមតូចដោយសារអ្វីអញ្ចឹងនៅពេលមានពន្លឺស្រទន់រុនប្រស្រីរីកធំនៅពេលមានពន្លឺស្រទន់រុនប្រស្រីរីកធំដែលអាចឲ្យពន្លឺចាំងចូលទៅក្នុងភ្នែកបានច្រើននៅពេលពន្លឺស្រទន់រុនប្រស្រីរីកធំដែលអាចឲ្យពន្លឺចូលទៅក្នុងភ្នែកបានច្រើនដែលអាចឲ្យពន្លឺចូលទៅក្នុងភ្នែកបានច្រើនអញ្ចឹងនៅពេលដែលពន្លឺថ្ងៃភ្លឺខ្លាំងរុនប្រស្រីរួមតូចដែលអាចឲ្យពន្លឺចូលទៅក្នុងភ្នែកបានតិចតួចបាទនៅពេលមានពន្លឺថ្ងៃភ្លឺខ្លាំងរុនប្រស្រីរួមតូចដែលអាចឲ្យពន្លឺចូលទៅក្នុងភ្នែកបានតិចតួចបាទចឹងយើងចប់នៅក្នុងសំណួររមាំងទី5អញ្ចឹងលោកគ្រូចាប់ផ្ដើមចូលសំណួររមាំងទី6សំណួររមាំងទី6គេសួរថាតើអរម៉ូនគឺជាអ្វីតើអរម៉ូនគឺជាអ្វីអញ្ចឹងនៅក្នុងរមាំងមួយតូចអរម៉ូនយើងឆ្លើយថាគឺជាសារធាតុគីមីយើងអាចឆ្លើយថាអរម៉ូនគឺជាសារធាតុគីមីដែលផលិតឡើងដោយក្រពេញអង់ដូគ្រីនអរម៉ូនគឺជាសារធាតុគីមីដែលផលិតឡើងដោយក្រពេញអង់ដូគ្រីនដែលផលិតឡើងដោយក្រពេញអង់ដូគ្រីនអញ្ចឹងនៅក្នុងសំណួរទី2គេសួរបន្ថែមទៀតថាតើអរម៉ូនមានឥទ្ធិពលទៅលើសារពាង្គកាយទាំងមូលដែរឬទេអញ្ចឹងនៅក្នុងសំណួរនេះគេចង់សួរថាតើអរម៉ូនមានឥទ្ធិពលទៅលើសារពាង្គកាយទាំងអស់ដែរឬទេអញ្ចឹងនៅក្នុងសំណួរនេះយើងឆ្លើយថា
hormone មិនមានឥទ្ធិពលទៅលើសារពាង្គកាយទាំងអស់ទាំងមូលបានទេបាទសូមម្ដងទៀត hormone មិនមានឥទ្ធិពលទៅលើសារពាង្គកាយទាំងមូលទេពីព្រោះ hormone មានឥទ្ធិពលទៅលើកន្លែងណាមួយដែលវាត្រូវការតែប៉ុណ្ណោះពីព្រោះ hormone មានឥទ្ធិពលទៅកន្លែងណាមួយដែលវាត្រូវការតែប៉ុណ្ណោះឧទាហរណ៍រំញោចនៃការជញ្ជក់ដោះរបស់ទារករំញោចនៃការជញ្ជក់ដោះរបស់ទារកបានផ្ញើក្រពេញអ៊ីប៉ូភីសឲ្យបញ្ចេញហូម៉ូនអុកស៊ីតូស៊ីនឧទាហរណ៍រំញោចនៃការជញ្ជក់ដោះរបស់ទារកបានផ្ញើក្រពេញអ៊ីប៉ូភីសឲ្យបញ្ចេញហូម៉ូនអុកស៊ីតូស៊ីនហូម៉ូននេះធ្វើដំណើរតាមចរន្តឈាមម្ដាយហូម៉ូននេះធ្វើដំណើរតាមចរន្តឈាមម្ដាយហើយផ្ញើសាច់ដុំជំវិញកោសិកាក្រពេញទឹកដោះសូមម្ដងទៀតហូម៉ូននេះធ្វើដំណើរតាមចរន្តឈាមម្ដាយហើយផ្ញើសាច់ដុំជំវិញកោសិកាក្រពេញទឹកដោះនៅពេលកោសិកាសាច់ដុំកន្ត្រាក់នៅពេលកោសិកាសាច់ដុំកន្ត្រាក់វាធ្វើឲ្យក្រពេញទឹកដោះបញ្ចេញទឹកដោះនៅពេលកោសិកាសាច់ដុំកន្ត្រាក់វាធ្វើឲ្យក្រពេញទឹកដោះបញ្ចេញទឹកដោះតាមរុនតូចៗនៅចុងដោះរបស់ម្ដាយម្ដងទៀតនៅពេលកោសិកាសាច់ដុំកន្ត្រាក់វាធ្វើឲ្យក្រពេញទឹកដោះបញ្ចេញទឹកដោះតាមរុនតូចៗនៅជុំវិញចុងដោះអញ្ចឹងនៅក្នុងការលើកឧទាហរណ៍នេះយើងឆ្លើយជាដំណាក់កាលទាក់ទងជាមួយនឹងការជញ្ជក់ដោះរបស់ទារករហូតដល់មានការផលិតនៃហូម៉ូនអុកស៊ីតូស៊ីនអញ្ចឹងលោកគ្រូបកស្រាយមាន4ចំណុចនៅក្នុងឧទាហរណ៍នេះអញ្ចឹងលោកគ្រូបកស្រាយបាន3ចំណុចនៅក្នុងចំណុចចុងក្រោយចំណុចទី4ដូចនេះហូម៉ូនអុកស៊ីតូស៊ីនញយកោសិកាគោលដៅយើងហៅថាកោសិកាស្ដុំដូចនេះហូម៉ូនអុកស៊ីតូស៊ីនញយកោសិកាគោលដៅដែលយើងនិយាយថាជាកោសិកាស្ដុំឲ្យធ្វើចលនាដើម្បីជំរុញកោសិកាក្រពេញទឹកដោះឲ្យផលិតទឹកដោះដូចនេះហូម៉ូនអុកស៊ីតូស៊ីនញយកោសិកាគោលដៅបើសិនមកយើងនិយាយពីកោសិកាគោលដៅគឺកោសិកាស្ដុំឲ្យធ្វើចលនាដើម្បីជំរុញកោសិកាក្រពេញទឹកដោះឲ្យផលិតទឹកដោះបាទអញ្ចឹងលោកគ្រូធ្វើចម្លើយផ្នែកសំណួរចប់ហើយនៅក្នុងវិស័យផ្នែកលំហាត់វិស័យ2លំហាត់ទៀតបាទអញ្ចឹងបងប្អូនទាំងពីរសូមមើលបន្តទៅលើផ្នែកលំហាត់